ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ BG Talk Show ថ្ងៃនេះយើងនឹងជជែកវែកញែកតាក់ទងជាមួយនឹងសំណួរជាច្រើនតាក់ទងមួយបញ្ហាម៉ាស៊ីនភ្លើងដែលតែងតែកើតមានឡើងនាពេលកន្លងមកនេះហើយថ្ងៃនេះយើងក៏មានអតិថិជនរបស់យើងម្នាក់ដែរដែលគាត់មានចម្ងល់ចង់សួរនៅក្នុងកម្មវិធីនេះបាទសូមជួបគាត់ទាំងអស់គ្នាបាទជំរាបសួរទាំងអស់គ្នាហើយជំរាបសួរបងថ្ងៃនេះដែរខ្ញុំមាន2សំណួរក្នុងការចោទសួរទៅកាន់បងចំពោះសំណួរទី1នោះគឺថាទីតាំងរបស់គាត់ហ្នឹងគាត់ចង់ដាក់ម៉ាស៊ីនភ្លើងដែរប៉ុន្តែអត់សូវដាច់ភ្លើងទេ2ខែឬក៏3ខែដាច់ម្ដងប៉ុន្តែនៅពេលដាច់ភ្លើងហ្នឹងម៉ាស៊ីនភ្លើងគឺអត់ឆេះសោះបងបាទនឹងចំពោះសំណួរខ្ញុំចង់ចោទសួរបងអូខេតាក់ទងមួយបញ្ហាហ្នឹងដែរគឺតែងតែកើតមានឡើងច្រើនមែនតើដែលភ្ញៀវគាត់ជួបហើយកត្តាវាមានច្រើនតែបើសិនជានិយាយពី technical វាជ្រៅតែបើកត្តាធំៗដែលយើងអាចនឹងបញ្ជាបានមាន4ចំណុចធំដែលទី1គឺការថែរក្សាម៉ាស៊ីនភ្លើងរបស់ភ្ញៀវតាក់ទងនឹងកន្លែងខ្លះជាក់ស្ដែងដូចធនាគារអីគាត់មានធ្វើជាទ្រង់ធ្វើជាអីការពារបានល្អមែនតើតែកន្លែងខ្លះគាត់អត់សូវការពារបានល្អគាត់ដាក់នៅចិត្តសម្រាមឬក៏អីចឹងទៅហើយមានកដោមានអីចូលទៅកាត់ខ្សែកាត់អីចឹងអាហ្នឹងជាមូលហេតុទី1ហើយមូលហេតុទី2គឺតាក់ទងជាមួយនឹងការ refill ម៉ាស៊ូតតាក់ទងមួយការ refill ម៉ាស៊ូតគឺជួនកាលគាត់ប្រើរហូតតអស់ម៉ាស៊ូតឬក៏ចិត្តអស់ដល់ពេលនៅចិត្តអស់ម៉ាស៊ីនវាចូលខ្យល់ដល់ពេលចូលខ្យល់ម៉ាស៊ីនភ្លើងពិបាកនឹងឆេះដូចម៉ាស៊ីនដូចម៉ូតូយើងចិត្តអស់សាំងវាឆ្លក់សាំងអញ្ចឹងអាហ្នឹងបញ្ហាទី2ហើយបញ្ហាទី3គឺតាក់ទងជាមួយនឹង consumable មានដូចជាទឹកស្អំអាគុយប្រេងបាតហើយនឹងតម្រងប្រេងអីចឹងទៅជួនកាលអាហ្នឹងពេលដែលជាងយើងចុះទៅយើងបានប្រាប់គាត់ហើយឲ្យរបៀបមើលតម្រងប្រេងប្រេងវាខ្មៅនៅអីនៅទឹកស្អំតើវាស្រក់នៅអីនៅឲ្យគាត់ឆែកខ្លួនឯងអញ្ចឹងជួនកាលគាត់ប្រើច្រើនពេកអញ្ចឹងវាទឹកស្អំវាចុះខ្សោយវាអីវាហីងអីចឹងទៅអញ្ចឹងម៉ាស៊ីនភ្លើងក៏ឆេះដែរហើយបញ្ហាសំខាន់មួយចុងក្រោយទៀតហ្នឹងដែលយើងតែងតែផ្ដាំទៅគ្រប់អតិថិជនគឺឲ្យគាត់ប្រឆេះម្ដងក្នុងមួយអាទិត្យយើងប្រឆេះ5នាទីអីចោលចឹងទៅដើម្បីឲ្យទី1គឺសាកអាគុយទី2គឺ make sure ថាម៉ាស៊ីនភ្លើងមានបញ្ហាអីទេអញ្ចឹងបើសិនជាគាត់ប្រឆេះទៅអត់ឆេះអញ្ចឹងគាត់អាចហៅជាងមកទាន់ពេលវេលាមុនពេលដែលភ្លើងដាច់តែបើសិនគាត់ទុកចោលរហូតដល់ពេលភ្លើងដាច់អញ្ចឹងអាចនឹងមានបញ្ហាប៉ះពាល់ដល់ operation របស់គាត់អញ្ចឹង4ចំណុចហ្នឹងសង្ឃឹមថាបងប្អូនអាចនឹងអនុវត្តដើម្បីបញ្ជៀសនៅបញ្ហាទៅម៉ាស៊ីនភ្លើងបាទអរគុណច្រើនបាទបងឥឡូវចូលដល់សំណួរទី2គឺខ្ញុំចង់ចោទសួរថានៅពេលដែលភ្លើងអត់ដាច់ទេហេតុអីបានជាម៉ាស៊ីនភ្លើងវាឆេះអាហ្នឹងវាមកពីបញ្ហាអីđâuបាទអញ្ចឹងអរគុណច្រើនមែនតើសម្រាប់សំណួរមួយហ្នឹងដែលសំណួរមួយហ្នឹងភាគច្រើនកើតឡើងចំពោះអតិថិជនដែលគាត់អាចថានៅតំបន់រៀងចុងលីងឬក៏រៀងជាយក្រុងរៀងអីចឹងកន្លែងហ្នឹងគឺតង់សងខ្សោយអញ្ចឹងមូលហេតុដែលធ្វើឲ្យម៉ាស៊ីនភ្លើងឆេះទាំងតែភ្លើងអត់ដាច់ផងហ្នឹងគឺដោយសារការធ្លាក់តង់សងហើយបើវងកញ្ចក់តិចម៉ាស៊ីនភ្លើងគឺឆេះគឺវារិតវាអានទៅលើតង់សងបើសិនជាតង់សងបាត់មានថាភ្លើងដាច់អីចឹងវាឲ្យម៉ាស៊ីនភ្លើងឆេះអញ្ចឹងកន្លែងខ្លះគាត់ភ្លើងអត់ដាច់ទេតែតង់សងវាធ្លាក់អញ្ចឹងនាំឲ្យម៉ាស៊ីនភ្លើងឆេះដែរអញ្ចឹងដំណោះស្រាយដែលយើងអាចផ្ដល់ជូនបានគឺមាន3ទី1យើងអាចផ្ដល់ជូនដំណឹងទៅកាន់ EDC ឬក៏តំបន់ខ្លះអត់មាន EDC ផ្គត់ផ្គង់ឲ្យទេគឺខាងសេវាករដូចជាខាង Anco ឬក៏ខាងឯកជនផ្សេងអញ្ចឹងយើងផ្ដល់ដំណឹងទៅគាត់ដើម្បីឲ្យគាត់ជួយដោះស្រាយតម្លើងតង់សងអីពីខាងដើមលីងមកអីចឹងហ្នឹងចំណុចទី1ចំណុចទី2យើងអាចទិញទូ AVR ដែលទូហ្នឹងគឺមានសមត្ថភាពអាចធ្វើឲ្យតង់សងវា stable អត់មានឡើងចុះអីទេតែវារៀងថ្លៃអាហ្នឹងតើតើមួយគុណវិបត្តិវាថ្លៃអញ្ចឹងតើតើមួយគុណសម្បត្តិគឺវា stable ល្អហើយចំណុចទី3អត់មានត្រូវការទិញទូ AVR អីទេតែគឺឲ្យម៉ាស៊ីនភ្លើងឆេះហ្មងមានន័យថាពេលដែលភ្លើងរត់ធ្លាក់តង់សងគឺឲ្យម៉ាស៊ីនភ្លើងឆេះហ្មងហើយគុណសម្បត្តិដំណោះស្រាយមួយហ្នឹងគឺយើងខាតថ្លៃម៉ាស៊ូតហ្នឹងឯងយើងត្រូវអស់ចាក់ម៉ាស៊ូតអស់ច្រើនអញ្ចឹងសួរថាបើយើងសេរីឲ្យម៉ាស៊ីនភ្លើងកុំឆេះពេលដែលតង់សងធ្លាក់បានអត់យើងសេរីបានក៏ប៉ុន្តែចំពោះឧបករណ៍ដែលយើងប្រើប្រាស់ទាំងអស់គឺត្រូវការភ្លើងគ្រប់តង់សងវា220 វ៉ុលអីចឹងទៅ mono pha 3 pha វា380 វ៉ុលអីចឹងទៅអញ្ចឹងបើសិនជាតង់សងវាធ្លាក់ក្រោមរាំងហ្នឹងវាអត់គ្រប់ដូចបើសិនជាអំពូលវាអ៊ីវអីចឹងទៅវាអត់សូវភ្លឺអីចឹងទៅតែបើសិនជាឧបករណ៍អេឡិចត្រូនិកមួយចំនួនដូចជាកុំព្យូទ័រកុំអីអាចនឹងធ្វើឲ្យមានបញ្ហាប៉ះពាល់ទៀតភ្លើងអត់គ្រប់អាចនឹងខូចអាចនឹងអីនៅថ្ងៃមុខអញ្ចឹង
គឺត្រូវប្រើភ្លើងឲ្យគ្រប់តង់ចុងវាអញ្ចឹងមាន3ចំណុចហ្នឹងខ្ញុំសរុបមកវិញទី1យើង inform ទៅខាង supplier របស់យើងមាន ODC ឬក៏សេវាករឬអីចឹងទៅទី2យើងទិញទូ AVR មួយដាក់ទប់ទី3បងប្អូនបើអត់ចង់ទិញទូ AVR ទេគឺប្រើម៉ាស៊ីនភ្លើងហ្នឹងទៅឲ្យវាឆេះអញ្ចឹងទៅពេលដែលភ្លើងតង់ចុងធ្លាក់គឺមានតែ3ចំណុចហ្នឹងទេបងប្អូនបាទយើងអាចឲ្យប្រើតង់ចុងវាខ្សោយចឹងបានទេនាំឲ្យប៉ះពាល់ខូចដល់គ្រឿងឧបករណ៍របស់យើងបាទបានអ្នកទាំងអស់គ្នាបន្ទាប់ពីបានស្ដាប់នៅចម្លើយដែលខ្ញុំបានចោទសួរអំបញ្ញមិញនេះគឺពិតជាក្បោះក្បាយមែនតើអញ្ចឹងអរគុណដល់បងដែលបាន invite ខ្ញុំចូល BSC Talk Show អញ្ចឹងខ្ញុំអស់ចំណងហើយបាទអញ្ចឹងអរគុណបងដូចគ្នាដែលបានចំណាយពេលវេលាចូលមកកាន់ Talk Show របស់យើងហើយបានលើកឡើងនៅសំណួរដ៏ល្អមែនតើដែលបងប្អូនអរគ្នាគាត់មានចម្ងល់កន្លងមកអញ្ចឹងជាចុងក្រោយសូមអរគុណដល់បងប្អូនអរគ្នាតាមដានវីដេអូនេះរហូតដល់ចប់ហើយបើសិនជាមានចម្ងល់អីបន្ថែមទៀតបងប្អូនអាច comment នៅខាងក្រោមហើយបើសិនជាបងប្អូនចង់មានសំណួរអីចង់ចូលមកកាន់ Talk Show នេះសួរខ្ញុំដូចគ្នាសូម comment នៅខាងក្រោមយើងនឹង invite អ្នកនរគ្នាចូលមកកាន់ Talk Show នេះដូចគ្នាហើយជាចុងក្រោយសូមជួយ follow page BAG ទាំងអស់គ្នាដើម្បីទទួលបាននូវចំណេះដឹងផ្សេងៗទៀតទាក់ទងជាមួយនឹងម៉ាស៊ីនភ្លើងបាទសូមអរគុណសូមជម្រាបលា